គ្រប់ជំរាបសួរបងប្អូនទាំងគ្នានេះគឺជាកម្មវិធីលើកបង្កងទូកនៅក្នុងវត្តឯករាំងសីនៅភូមិព្រៃនរិនស្រុកឯកភ្នំខេត្តបាត់ដំបងនេះគឺជាប្រពៃណីមួយសម្រាប់អ្នកភូមិព្រៃនរិនក៏ដូចជាវត្តឯករាំងសីដែលតែងតែប្រារព្ធពិធីលើកបង្កងទូកក៏ដូចជាទម្លាក់បង្កងទូកនេះជារៀងរាល់ឆ្នាំទី1ទម្លាក់បង្កងទូកវត្តឯករាំងសីតែងតែធ្វើកម្មវិធីទម្លាក់បង្កងទូកជារៀងរាល់ឆ្នាំទម្លាក់បង្កងទូកគឺយកទូកចេញពីរោងដើម្បីធ្វើកម្មវិធីសែនព្រេនដើម្បីយកទូកយកទៅទម្លាក់ទឹកដើម្បីអុំហៅថាកម្មវិធីទម្លាក់បង្កងទូកទី2លើកបង្កងទូកនៅពេលដែលទូកអុំចប់យកមកដល់វត្តវិញអស់រដូវកាលលេងទូកវត្តឯករាំងសីតែងតែយកទូកឡើងលើបង្កងដើម្បីធ្វើកម្មវិធីលើកបង្កងទូកនិងយកទូកចូលក្នុងរោងវិញនេះគឺជាប្រពៃណីទំនៀមទម្លាប់របស់អ្នកភូមិព្រៃនរិនក៏ដូចជាវត្តឯករាំងសីដែលតែងតែប្រារព្ធកម្មវិធីទម្លាក់បង្កងទូកក៏ដូចជាលើកបង្កងទូកនេះជារៀងរាល់ឆ្នាំផងដែរហើយនេះគឺជាសកម្មភាពបងចំណុះទូកខាងវត្តឯករាំងសីក៏ដូចជាចំណុះទូកនរិនរាំងសីវិជ័យចេតបុត្រកំពុងតែហែទូកនរិនរាំងសីវិជ័យចេតបុត្រទៅដាក់ក្នុងរោងផងដែរហើយសូមបញ្ជាក់បងប្អូនផងដែរនេះគឺជាវីដេអូឆ្នាំចាស់ទេដែលខ្ញុំបានទៅវត្តឯករាំងសីផ្ទាល់នៅក្នុងកម្មវិធីលើកបង្កងទូកនឹងផងដែរដែលខ្ញុំបានផ្ដិតយករូបភាពវីដេអូចែកជូនបងប្អូនទស្សនាដែលឡែកឆ្នាំនេះខាងវត្តឯករាំងសីក៏ដូចទូកនរិនរាំងសីវិជ័យចេតបុត្រមិនបានធ្វើការអុំទេបងប្អូនក៏ដូចជាមិនបានធ្វើការប្រកួតទេដោយសារតែប្រទេសជាតិយើងមានសង្គ្រាមបងប្អូនដូច្នេះគណៈកម្មការទូកនរិនរាំងសីក៏ដូចជាលោកគ្រូចៅអធិការវត្តលោកឪចំចិត្តសម្រាប់មិនបានអុំនៅក្នុងកម្មវិធីបុណ្យអុំទូកឆ្នាំនេះទេអញ្ចឹងសង្ឃឹមថាឆ្នាំក្រោយអាចនឹងមានវត្តមាននរិនរាំងសីនៅក្នុងកម្មវិធីបុណ្យអុំទូកនៅឆ្នាំខាងមុខទៀតជាពិសេសបងប្អូនដែលជា fan គាំទ្រនរិនរាំងសីក៏ដូចជាចំណុះទូកនរិនរាំងសីផងដែរដែលតែងតែគាំទ្រនិងស្រឡាញ់ទូកនរិនរាំងសីក៏ដូចជាបងប្អូនដែលស្នេហាវិស័យកីឡាទូកងខ្មែរនេះផងដែរជាចុងក្រោយadmin សូមអរគុណបងប្អូនដែលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជូនពរបងប្អូនសុខភាពល្អសំណាងល្អរកទទួលទានមានបានគ្រប់ក្នុងគ្រួសារនិងដំណើរកម្សាន្តទៅទីចិត្តទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពសុភមង្គលគ្រប់ក្នុងគ្រួសារផងដែរបាយដល់ផ្ទះបាទនៅវាឡើងចំបានហើយទីឆ្លាតទៅនៅទៅវាឡើងចំដល់នោះទៅទៅអត់ទាន់ពីកាលទៅដល់នេះ